ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីមិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបកស្រាយអំពីគន្លឹះងាយៗក្នុងការចងចាំនៃតម្លៃមុំនៅក្នុងផាធាតុត្រីកោណតាមរយៈបាតដៃឆ្វេងរបស់យើងអ្នកនរគ្នាមកទស្សនាអ្នកនរគ្នាមុននឹងយើងបកស្រាយតម្លៃនៃមុំពិសេសរបស់យើងគឺយើងត្រូវដឹងអំពីនិយមន័យរបស់វាសិនតែថ្ងៃនេះខ្ញុំនិយាយចំពោះតែគោលប៉ុណ្ណោះគោលចំពោះនិយមន័យគោគឺជាផាធៀបរវាងជ្រុងជាប់លើអ៊ីប៉ូតេនូដែលយើងអាចមើលតាមរយៈត្រីកោណកែងរបស់យើងហើយគេកំណត់សរសេរវាបានដូចខាងលើនេះគោអាល់ហ្វាស្មើនឹងជ្រុងជាប់លើអ៊ីប៉ូតេនូបកស្រាយតម្លៃតាមរយៈបាតដៃឆ្វេងយើងងាយស្រួលជាងនេះទៅទៀតខ្ញុំនឹងដាក់ភាគបែង2នៅគ្រប់ម្រាមដៃទាំងអស់ដើម្បីឲ្យយើងកាន់តែងាយស្រួលនឹងចងចាំតើនៅពេលដែលយើងដាក់ភាគបែង2បានហើយយើងនឹងរាប់ពីលើចុះមកក្រោមវិញដែលយើងបាន0 1 2 3 4ហើយយើងពាក់រឹសឲ្យវាតើយើងនឹងបញ្ចេញពីរឹសនេះទៅដល់នេះគឺយើងបានបែបនេះហើយមានវាគឺធ្វើបែបនេះគឺងាយស្រួលចងចាំហើយនឹងមិនងាយភ្លេចត្រូវជាមួយនឹងតម្លៃតារាងដែលយើងបានដាក់ឲ្យក្រេស្មើ1ហើយ30ដឺក្រេស្មើឬ3លើ2និង45ដឺក្រេស្មើឬ2លើ2 60ដឺក្រេស្មើនឹង1លើ2ហើយ90ដឺក្រេស្មើនឹង0គឺវាដោយតម្លៃដែលយើងបានបង្ហាញនៅលើម្រាមដៃខាងឆ្វេងរបស់យើងអត់ច្រើនណាស់ទេល្អណាស់